Ok bông ôn học nè, bông ôn tay tay mình dùng đây chỉ chăm mấy chục giờ cốn tay bật chôm nó bành hà tiện tồn là cả chục mình rồi chum mố rồi có chục đã chum chọp vì mình chum nó chỉ ra là dương từ đọt sài hay coi chia chum nó mùi giá đây vì cả lá là pe là dương chỉ chăm mấy chục chẳng chum nó ngon nít trong thực cả bọt sài chum bông ôn hà tá dương thua dần mưa dần mất rồi còn thua dần mất rồi còn ra vậy khác đại thua ai chục cả máu là pe là việt thông là pin hái việt rồi chum mố hay là pe là việt miền côn hái sắp là đập pe đọt hái việt nghe rồi chum mố ta mà việt khác tại dân tới đó sai dần mấy sao xung tam la videoរបស់នេះបាទ video នេះ ten back ដោយវិជាមណ្ឌលបណ្ដុះបណ្ដាលការសកម្មចិញ្ចឹមសត្វបបោធ្វើការជាថ្មីនេះសាលាថែមជូននៅហើយយុទ្ធបេសកចំនួន1កាបូបដាក់សម្ភារៈបេសកចំនួន1សម្ភារៈបេសកមួយឈុតបញ្ចូលថ្នាំស្រាងជាបាលស៊ីភៅសរសេរចំនួនក្បាលស៊ីភៅនិងឯកសារបេសកចំនួន1ឈុតជូនបងប្អូននៅមុខជា7មុខផ្ដោតលើជំងឺថ្នាំវ៉ាក់សាំងនិងជំងឺមូទីកូវីឆ្កែឆ្មាទាំងអស់ កុំភ្លេចធ្វើការជួបថ្មីនេះចំនួនមានកំណត់អូខេបងប្អូនអរគុណឥឡូវយើងចូលចំណុចមួយទៀតទាក់ទងទៅនឹងវីដេអូរបស់យើងជាប់គឺទាក់ទងនឹងការផ្សាត់មិនរកឈ្មោះឬក៏ដាក់ឈ្មោះមិនជាប់ណាចឹងជាទូទៅគឺអានេះជាបញ្ហាប្រឈមច្រើនណាស់ដែលបងប្អូនត្រូវដោះស្រាយចឹងណាចឹងអានេះខ្ញុំដោះស្រាយជូនបងប្អូនអរគ្នាចឹងណាអញ្ចឹងគឺកត្តាវាមានច្រើនในការមិនរកឈ្មោះតែជាធម្មជាតិរបស់សត្វកាលណាដែលវាអត់រកពេញវ័យក៏វាអត់រកឈ្មោះដែរហើយទី2សត្វខើមក៏វាអត់រកឈ្មោះដែរឬក៏សត្វបំបៅដោះក៏វាអត់រកឈ្មោះដែរអាហ្នឹងជាធម្មជាតិរបស់វាណាតែឡើយនេះគឺជាចំណុចមួយដែលយើងត្រូវតាមដានឬក៏យើងត្រូវវិភាគមើលតែលោកពេលខ្លះជួបឡើយណាយើងដោះតែនឹងទៅចឹងណាចឹងចំណុចទី1គឺតើតើនឹងចំណៃចំណុចខ្លះនេះគឺជាចំណុចមួយដែលយើងត្រូវវិភាគគិតមើលរបស់ចំណុចខ្លះយើងឲ្យស៊ីទៅគឺវាមិនឆ្អែតទេណាបាទមិនឆ្អែតអញ្ចឹងកាលណាវាមិនឆ្អែតគឺការលូតលាស់នៃសរីរាង្គកាយរបស់វាក៏លូតលាស់អត់សូវបានល្អដែរវាមិនខុសពីយើងដាក់ជីជាតិទៅវាអត់បានត្រឹមត្រូវយើងឲ្យតិចពេកក៏ការលូតលាស់របស់ជីជាតិនៃរុក្ខជាតិក៏វាល្អដែរអញ្ចឹងនៅក្នុងកោសិការបស់សុខភាពបន្តពូជស្បូនរបស់វាហ្នឹងក៏វាមានដៃស្បូនវាមានអូវលអូវេរបស់វាហ្នឹងកាលណាដែលជីជាតិមិនល្អការផលិតគោលការណ៍ឈាមក្រហមក៏វាមិនអាចទៅផលិតទៅជាអំប្រយោលឬក៏សារធាតុមួយចំនួនដែលបង្កើតដូចជាសារធាតុនៃអរម៉ូននេះមួយចំនួនទេណាតែវាជំរុញនៅកោសិកាធ្វើឲ្យឆាប់នឹងការរកឈ្មោះហ្នឹងក៏វាអត់មានដោយសារការយើងស៊ីទៅវាអត់ឆ្អែតបាទចំណុចទី2គឺវាខ្លះស៊ីឆ្អែតដែរតែចំណុចគឺគ្មានគុណភាពបាទគ្មានគុណភាពបាទគុណភាពចឹងមិនថាពេលខ្លះយើងឧទាហរណ៍ជ្រូកចុះគឺយើងចាប់ដើមការដាក់ចំណីយើងឲ្យស៊ីទៅដើមចេកលេខកន្ទក់ដាក់លេខបាយលេខអីចឹងទៅឲ្យគ្នាស៊ីអញ្ចឹងមានន័យថាពេលខ្លះគ្នាស៊ីឆ្អែតដែរប៉ុន្តែគ្នាពញានៃការរកឈ្មោះដោយសារសារធាតុទាំងអស់ហ្នឹងវាអត់បានជំរុញធ្វើឲ្យសត្វនឹងចាប់រកឈ្មោះយើងណាទាក់ទងកម្លាំងកំហែងរបស់វាហ្នឹងគឺវាខ្សោយអស់កម្លាំងវាមិនខុសពីខ្ញុំផ្ដល់អំពីរុក្ខជាតិហ្នឹងបើសិនករណីខ្លះយើងអត់សូវមានជិះផ្លែលឿនដោយសារតែទី1គឺការនៃផ្ដល់ជីជាតិដោយសារធាតុមួយចំនួនវាអត់ជំរុញនឹងសារធាតុហ្នឹងឲ្យមានការលូតលាស់មានជាមេឃកាយផ្លាអញ្ចឹងគឺវាមិនខុសពីសរីរាង្គរបស់ស្បូនដែរកាលណាដែលស្បូនមកវាខ្សោយសុខភាពស្បូនខ្សោយការលូតលាស់នៃការបង្កើតនៃអូវលអូវេរបស់វាក៏អត់ងាយនឹងការទុំជ្រុះដែលធ្វើឲ្យមានការរោគឈ្មោះដែរអញ្ចឹងនេះកត្តាមួយចំនួនកត្តាមួយទៀតទាក់ទងនឹងការកង្វះពពុះវីតាមីនឬសារធាតុរ៉ែអញ្ចឹងពពុះនេះគឺរឿងសំខាន់អញ្ចឹងកាលណាបងប្អូនចិញ្ចឹមជ្រូកសម័យឥឡូវនេះកាលណាដែលយើងផ្ដល់ជាចំណីវាទៅមុខបាទហើយមិនបានគិតទៅលើពពុះវីតាមីនសារធាតុរ៉ែធ្វើឲ្យការចិញ្ចឹមឬក៏ការលូតលាស់របស់វាក៏យឺតនឹងការពញានិងការរកឈ្មោះដូចគ្នាដែរអញ្ចឹងណាបាទវាមិនខុសពីដែលយើងខំស្លបាទខំស្លយើងដាក់សាច់គោដាក់ត្រកូលដាក់អីទៅប៉ុន្តែយើងមិនបានដាក់គ្រឿងទេសចូលធ្វើឲ្យរសជាតិនៃម្ហូបហ្នឹងក៏វាអត់សូវឆ្ងាញ់ដែរមិនអញ្ចឹងមិនខុសពីចំណីអាហារទេចំណីអាហារដែលយើងស្លឲ្យយើងផ្សំវាហើយយើងមិនបានដាក់លំហូរវីតាមីនសារធាតុរ៉ែចូលទេរសជាតិនៃចំណីអាហារហ្នឹងក៏វាអត់សូវឆ្ងាញ់អញ្ចឹងសត្វក៏ការលូតលាស់របស់វាត្រូវការដែរដូចជាពពួកនៃពពួកADE អញ្ចឹងណាបាទ ADE ឬពពួក B12 ឬក៏ពពួកនៃពពួកយើងថែមនៃពពួក AD ត្រួអញ្ចឹងទៅយើងចាក់វាមួយចំនួនទៅណាអាហ្នឹងក៏ជាពពួកវីតាមីនមួយដែលជំរុញធ្វើឲ្យមានខាតសត្វហ្នឹងគឺចាប់រកឈ្មោះដែរអញ្ចឹងគឺយើងត្រូវបន្ថែមលាយជាម្សៅក៏បានឬក៏យើងចាក់វាក៏បានដែរមុនឲ្យចាប់រកឈ្មោះទាំងអស់ហ្នឹងអញ្ចឹងណានឹងចូលរួមនៅចំណុចទាំងអស់ហ្នឹងបន្ទាប់ទោះជាយើងផ្ដល់ចំណីល្អយ៉ាងម៉េចឬក៏យើងផ្ដល់ពពុះវីតាមីនយ៉ាងណាក៏វានៅមានកត្តាមួយគឺធ្វើឲ្យមានប៉ារ៉ាស៊ីតនៅក្នុងហ្នឹងអញ្ចឹងប៉ារ៉ាស៊ីតគឺទាំងក្នុងទាំងក្រៅប៉ារ៉ាស៊ីតខាងក្រៅគឺវាធ្វើឲ្យស្បែកវាមិនរលោងស្អាតហើយប៉ារ៉ាស៊ីតខាងក្នុងគឺមានពពុះព្រូនមួយចំនួនហ្នឹងវាបឺតជក់សារធាតុចិញ្ចឹមហ្នឹងអញ្ចឹងយើងផ្ដល់ពពុះវីតាមីនសារធាតុរ៉ែហើយប៉ុន្តែយើងអត់បាននៃទម្លាក់ប៉ារ៉ាស៊ីតទេព្រូនមួយចំនួនវានឹងបឺតសារធាតុចិញ្ចឹមហ្នឹងអស់ទៅវិញអញ្ចឹងណាឬក៏វាបាត់ 50% ហើយអញ្ចឹងស៊ីដែរប៉ុន្តែអត់ទៅធំស៊ីដែរអត់ទៅលូតលាស់ឬក៏ស៊ីដែរប៉ុន្តែសុខភាពរាងកាយរបស់វាក៏អត់សូវលូតលាស់អញ្ចឹងមានន័យថា
ការពន្យាការរកឈ្មោះក៏អាចចូលរួមចំណែកในការមិនរកឈ្មោះដែរអញ្ចឹងទៅការទម្លាក់ព្រូនបាទទម្លាក់ព្រូនទាំងព្រូនទាំងចៃទាំងពពួកព្រូនមួយចំនួនគឺទូអស់ណាស្អីដូចជាយើងប្រើពពួកអាវិម៉ាច់បាទអាវិម៉ាច់បាទឬក៏យើងប្រើពពួកលេវ៉ាឃើញណាបាទពពួកលេវ៉ានេះព្រូនខាងក្នុងនេះពពួកព្រូនសាស្បែកពីពពួកចៃតកែផ្សេងៗយើងយើងទៅប្រើទម្លាក់អាហ្នឹងដើម្បីវាប្រគ្រប់នៃសម្លាប់នៃពពួកប៉ាស៊ីតរបស់ហ្នឹងទៅធ្វើឲ្យជំរុញសត្វហ្នឹងក៏ចាប់រកឈ្មោះទៅតាមនោះដែរចំណុចបន្ទាប់វាទៅនឹងជំងឺឆ្លងពេលខ្លះយើងទម្លាក់ព្រូនហើយយើងផ្ដល់វីតាមីនហើយចំណីល្អហើយប៉ុន្តែសត្វហ្នឹងគឺមានជំងឺឆ្លងបាទជំងឺឆ្លងដូចជាឆ្លងដោយពពួកបាក់តេរីបាទពពួកបាក់តេរីឬពពួកមេរោគមួយយ៉ាងចឹងណាគឺបាក់តេរីនៃពពួក Brucella បាទ Brucella ឬក៏ពពួកធ្វើឲ្យមានជំងឺនៃពពួក Brucellosis ដែលធ្វើឲ្យមានការរលូតផ្សេងៗចឹងណាគឺឲ្យរលូតរលាកស្បូនហ្នឹងអញ្ចឹងគឺសត្វហ្នឹងក៏ពជារកឈ្មោះដែរផ្សេងដូចជាទី1ដល់ពេលដែលវារកឈ្មោះដល់ពេលវារកឈ្មោះគេដាក់ឈ្មោះទៅឈ្មោះហ្នឹងវាមាននៅក្នុង penis មកលើវាហ្នឹងវាមានពពួកបាក់តេរីអស់ហ្នឹងវាចម្លងទៅសត្វហ្នឹងធ្វើឲ្យសត្វហ្នឹងគឺមានន័យថាមានការរលាកស្បូនអញ្ចឹងធ្វើឲ្យមានជាតិអាស៊ីតក្នុងស្បូនក៏មិនអាចនឹងការរកឈ្មោះដែរបាទហើយដាក់ឈ្មោះក៏អត់ជាប់ដែរមួយទៀតគឺទាក់ទងទៅនឹងពេលកើតមកគឺស្បូនរបស់វាហ្នឹងគឺមានមេរោគដែលឆ្លងតាមការលូកឬក៏បាត់កិច្ចនៅកន្លែងដែលក្រិចនៅកន្លែងដែលកើតរបស់វាហ្នឹងក៏ធ្វើឲ្យការរកឈ្មោះហ្នឹងក៏ស្បូនមានការរលាកការរកឈ្មោះហ្នឹងក៏អត់រកដែរអញ្ចឹងណាអានេះគឺជាកត្តាមួយរួមផ្សំបាទទៅអញ្ចឹងត្រូវត្រួតពិនិត្យមើលវាមានហូសស្លេសហូខ្ទូបសបោឬក៏វាក្តៅខ្លួនឬរហោឬអត់ចំណេញយ៉ាងម៉េចវាត្រូវត្រួតពិនិត្យមើលកន្លែងហ្នឹងហើយចំណុចនេះទាក់ទងនឹងគីសទាក់ទងនឹងគីសស្បូនអញ្ចឹងគីសស្បូនយើងđãស្រាប់ហើយគឺស្បូនគឺវាគឺជាកន្លែងដែលយើងសម្រាប់ហូរមានន័យថាប្រភេទនៃ oval កន្លែងនេះអញ្ចឹងកាលណាដែលមានគីសស្បូននៅកន្លែងនេះមួយពេល oval ហូរមកវារៀងស្ទះនៅដំណើរនាំរបស់ oval អញ្ចឹង oval ក៏វាមិនអាចមកនៅក្នុងទូស្បូនមកប៉ះជាមួយនឹងគេហៅថាវត្តមានរបស់ spermatozoid អញ្ចឹងក៏ការពញ្ញាការរកឈ្មោះក៏អត់មានឬក៏ការដាក់ឈ្មោះក៏អត់ជាប់ដែរអញ្ចឹងត្រូវពិនិត្យមើលកន្លែងហ្នឹងត្រូវតែរកចាក់ថ្នាំគីសបាទព្យាបាលជំងឺគីសបន្ថែមទៀតហើយឬក៏ចេញវិភាគមើលជំងឺគីសនឹងបន្ថែមទៀតបាទមួយទៀតស្បូនខុសប្រក្រតីទូទៅស្បូនដូចខ្ញុំបានបង្ហាញអញ្ចឹងគឺវាមានទម្រង់បែបអញ្ចឹងបាទស្បូនបាទនេះខ្ញុំគូព្រាវបាទនេះជាដៃស្បូនបាទដៃស្បូនអញ្ចឹងដល់ពេលស្បូនខុសប្រក្រតីជាការស្បូនវាខូចម្ខាងហើយអញ្ចឹងណាវាខូចម្ខាងវារួយម្ខាងអញ្ចឹងណាអញ្ចឹងក៏វាអត់រកឈ្មោះដែរពេលខ្លះគឺស្បូននៅទាំងអស់ប៉ុន្តែវាខូចទូស្បូនរបស់ក្រិនឬក៏ពិការម្ខាងអញ្ចឹងណាអានេះគេហៅថាស្បូនខុសប្រក្រតីអញ្ចឹងក៏វាពជានឹងការរកឈ្មោះឬអត់រកឈ្មោះតែម្ដងជាទូទៅគឺគេច្រើននៃបញ្ហាគីសឬក៏ស្បូននេះភាគច្រើនតែមិនរកឈ្មោះតែម្ដងអញ្ចឹងណាមិនរកឈ្មោះឬក៏យើងចាំលើសត្វកំមុំតែម្ដងតែសត្វកំមុំហៅថាសត្វអាសត្វអីហ្នឹងតែមានគីសឬក៏ស្បូនខុសប្រក្រតីមានថានៅសត្វល្អអាយុច្រើនជ្រូក7ខែ8ខែ9ខែអត់រកឈ្មោះគោអាយុលើសពី2ខួបហើយមានន័យថាឡើង25ខែហើយមិនរកឈ្មោះអានោះគឺបញ្ហាទាក់ទងហើយគោអាគោអីចឹងណាតែហ្នឹងតែសម្រាប់ខាងចេះច្រើនតែការទៅលើបើសិនករណីដែលសត្វជូរសត្វគោហ្នឹងគឺវាគ្រប់អាយុហើយឬក៏វាថាវាកើតកូនហើយវាពជាការរកឈ្មោះកតាអស់ហ្នឹងហើយដែលថាជំរុញគឺឲ្យសត្វពជាការរកឈ្មោះឬក៏ឈ្មោះចុះគឺកតាអស់ហ្នឹងនេះគឺច្រើនសត្វដែលវាថាធ្លាប់មានកូនហើយចឹងណាបាទធ្លាប់មានកូនចឹងកតានេះហើយដែលជារូបសពទៅនឹងសត្វរកឈ្មោះចឹងបងប្អូនទៅដោះស្រាយប៉ុណ្ណឹងដែរខ្ញុំនឹងមានវីដេអូបន្តទៀតទាក់ទងនឹងអំពីចាក់ថ្នាំសម្រាប់ឲ្យវារកឈ្មោះចឹងណាតើយើងចាក់ថ្នាំសម្រាប់រកឈ្មោះវាមានគុណសម្បត្តិអ្វីខ្លះមានគុណវិបត្តិអ្វីខ្លះហើយចាក់របៀបណាយើងនឹងជួបគ្នានៅវីដេអូក្រោយហើយបងប្អូនដែលស្រឡាញ់វីដេអូហ្នឹងគឺ share វីដេអូហ្នឹងទុកទៅដើម្បីចែកមើលថ្ងៃក្រោយហើយឬក៏ share ដើម្បីបងប្អូនខ្លះបានដឹងលឺចឹងណាហើយកុំភ្លេចធ្វើការ like follow ថែមបងប្អូនអរគុណច្រើន